Ngàyនេះទៅកម្មវិធីទៀតហើយបងប្អូនអើយថ្ងៃនេះទៅកម្មវិធីញ៉ាំអីនៅផ្ទះបងស្រីនិយាយថាថ្ងៃនេះគាត់មានធ្វើកម្មវិធីជួបជុំ Brand Party នៅផ្ទះតិចតួចអញ្ចឹងហើយក៏បានទៅជួយគាត់អញ្ចឹងណាចាជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាចាជាដំបូងនេះនាងខ្ញុំបានរៀបចំខ្លួនហើយបងប្អូនអើយបានរៀបចំខ្លួនហើយក៏បានចុះមកក្រោមអញ្ចឹងណាដោយសារតែថ្ងៃនេះគ្រួសារហើយនឹងម៉ាក់ក្មេកគាត់បានចេញទៅក្រៅគាត់រវល់បងប្អូនអញ្ចឹងនៅផ្ទះបន្តិចទៀតក៏បានបងស្រីគាត់មកយកដោយសារតែយើងត្រូវទៅជួយធ្វើម្ហូបធ្វើផ្អែមតិចតួចដើម្បីមានកម្មវិធីល្ងាចហ្នឹងអញ្ចឹងបងប្អូនអើយនៅផ្ទះហ្នឹងគាត់អត់ទាន់មកអញ្ចឹងទៅក៏បានចុះមកក៏បានថតអែនអនបន្តិចអញ្ចឹងណាបងប្អូនចាបន្ទាប់ពីថតហើយអីហើយអញ្ចឹងនាងខ្ញុំក៏មកញ៉ាំកាហ្វេបងប្អូនចាឆុងកាហ្វេហើយនឹងញ៉ាំនំក្រូសង់ផងដែរចាបន្ទាប់មកបងប្អូនឥឡូវគាត់មកហើយអញ្ចឹងនាងខ្ញុំក៏បានរៀបចំខ្លួនចេញទៅហើយបងប្អូនចាដោយសារតែគាត់មកយកនៅផ្ទះគាត់នៅខាងរដ្ឋ Delaware ដល់ពេលនាងខ្ញុំនៅខាងរដ្ឋPennsylvania បងប្អូនរៀងឆ្ងាយដែរជីប្រហែលជា70-30នាទីដែរអញ្ចឹងណាបងប្អូនចានេះឥឡូវគាត់មកដល់ហើយនេះនៅក្នុងឡានអញ្ចឹងបងប្អូនអើយជីបានបន្តិចក្រោយមកឥឡូវយើងមកដល់ផ្ទះគាត់ហើយចានេះផ្ទះគាត់ធំមែនតើចាហើយបន្ទាប់ពីដល់ផ្ទះនៅលើនឹងយើងចាប់ផ្ដើមមករៀបចំជួយការងារគ្នាដោយសារតែល្ងាចហ្នឹងយើងត្រូវមាន party បងប្អូនចានេះនាងខ្ញុំនេះឃើញចេកនេះគេហៅចេកវែងហ៎បងប្អូនអើយអត់ស្គាល់ផ្លូវអត់ស្គាល់ចេកទេចាសំទោសអញ្ចឹងហើយក៏បានថតចង់ធ្វើជីកសាយើចាបងប្អូននេះខ្ញុំមានខ្ទិះហើយនឹងមានម្សៅសាគូឥឡូវនេះខ្ញុំបានដាំម្សៅសាគូហើយក៏បានដាក់ក្នុងទឹកកកបងប្អូនអើយដោយសារតរវល់ខ្លាំងពេកអញ្ចឹងអត់បានធ្វើថតវិធីប្រាប់បងពុកម៉ែបងប្អូនទេដោយសារតរវល់អញ្ចឹងណានេះបងប្អូនអើយបងស្រីក៏គាត់បានជួយបង្រៀនមូលគួងផងដែរដោយសារតែនាងខ្ញុំអត់ចេះមូលគួងទេអញ្ចឹងយើងគាត់ក៏បានប្រាប់ពីវិធីមូលគួងថាធ្វើមិនអីអញ្ចឹងណាចានេះគាត់ប្រាប់ហើយឥឡូវនេះនាងខ្ញុំបានថតហើយចាបានថតគាត់ធ្វើឲ្យអញ្ចឹងណាគាត់បកកាយមែនតើគាត់មូលបានស្អាតទៀតដោយសារតែគាត់ជំនាញណាចាហើយបងប្អូននេះបងប្អូនមានដឹងហើយនេះម៉ាគាត់មានអាយុ96ឆ្នាំហើយបងប្អូនអើយនិយាយពីថាគាត់បកកាយមែនតើសុខភាពគាត់ល្អគាត់នៅអាចឈរមូលគង់មូលអីបានទៀតអូយសុំតសើគាត់មែនតើបងប្អូនអើយគាត់មានអាយុ96ឆ្នាំហើយបងប្អូនអើយប៉ុន្តែសុខភាពគាត់នៅតែរឹងមាំនេះបងប្អូននេះខ្ញុំចាប់ផ្ដើមរៀនមូលម្ដងមានអីបងប្អូនពេលដែលធម្មតាគេថាអ្វីក៏ដោយតើយើងរៀនមិនយើងចេះអញ្ចឹងណាចាហើយនេះនាងខ្ញុំឥឡូវនឹងមានដែរចាប់ផ្ដើមចេះតែដាក់ជីដាក់អីតាមមើលតាមម៉ាហើយនឹងបងស្រីគាត់បានប្រាប់អញ្ចឹងក៏បានមករៀនធ្វើបងប្អូនអើយនេះអាតសៃហ្នឹងស្បែកជ្រូកបងប្អូនចានេះបានដាក់ជីដាក់សាឡាត់ដាក់អីហើយដាក់ស្បែកជ្រូកហើយយើងមូលជាមួយនឹងបាញ់ហយបងប្អូនដោយសារតែនៅនេះយើងពិបាកមូលមួយនំបញ្ចុកយើងដាក់មួយបាញ់ហយហើយដាក់ផ្គាហើយនឹងសាច់ជ្រូកបងប្អូនចាយើងដាក់អញ្ចឹងទៅហើយចាប់ផ្ដើមមូលបងប្អូនមានអីពេលធ្វើទៅមានអីបងប្អូនអើយមូលបានដូចតែគេដូចតែឯងដែរតែគាត់ថាមិនសូវស្អាតដូចគេអញ្ចឹងណាបងប្អូនចានេះធ្វើទៅនេះរៀងទូចបន្តិចធំបន្តិចបងប្អូនអើយឆិនឆៃសិនអីចានេះបងប្អូនអើយគឺជានៅក្រោមបន្ទប់នៅខាងក្រោមដីដែលយើងត្រូវមានកម្មវិធីយប់ហ្នឹងបងប្អូនអើយនិយាយពីថាផ្ទះគាត់ធំហើយស្អាតមែនតើនេះកន្លែងដែលគាត់ត្រូវមានកម្មវិធីចានេះនៅមាន KTV មានកន្លែងច្រៀង KTV ហើយនឹងកន្លែងផឹកស៊ីញ៉ាំអីជុំគ្នានេះបងប្អូនអើយបន្ទាប់មកមិត្តភ័ក្តិក៏ចាប់ផ្ដើមមិត្តភ័ក្តិគាត់អីក៏ចាប់ផ្ដើមមកបន្តទៀតហើយយើងក៏បានធ្វើម្ហូបម្នាក់មួយមុខដើម្បីមកញ៉ាំជុំគ្នាបងប្អូនអើយនេះចេកសាយើដែលនាងខ្ញុំបានធ្វើចាចេកសាយើចាសំទោសចេកសាយើហើយនឹងគួងចានេះហើយបងស្រីម្នាក់ទៀតក៏គាត់បានចាក់ជាមួយនឹងចាហួយចាហើយគាត់ក៏បានយកជាមួយនឹងមីដោយសារតែយើងមកគ្នាច្រើនបងប្អូនអញ្ចឹងម្នាក់មួយមុខអញ្ចឹងទៅនិយាយពីថាម្ហូបច្រើនមែនតើបងប្អូនចាម្ហូបច្រើនហើយសិតតែម្ហូបខ្មែរបបោអញ្ចឹងណាបងប្អូនចាមើលនេះនាងជប់នេះថតសិនណាដោយសារតែកម្មវិធីយើងជុំគ្នាច្រើនអញ្ចឹងអត់បានថតមនុស្សឲ្យពុកម៉ែបងប្អូនបានមើលទេអញ្ចឹងបានតែថតមុខម្ហូបឲ្យពុកម៉ែបងប្អូនទស្សនាអញ្ចឹងណាចាហើយនេះបងប្អូននំក្រូចមានចាហួយចាមានចាហួយមានបបរពោតហើយមានចេកខ្ទិះចេកអីទៀតចឹងណាចាបងប្អូនអើយច្រើនចាអរគុណពុកម៉ែបងប្អូនជម្រាបលាកុំភ្លេច like និង share វីដេអូរបស់នាងខ្ញុំផងណាបើនិយាយខុសអីកុំប្រកាន់ទេបងប្អូនចាអរគុណបាយបាយ